បាទជំរាបសួរបងប្អូនអរគ្នានៅក្នុងវីដេអូនេះខ្ញុំបាទចង់បង្ហាញអំពីចំណុចខ្លះៗទាក់ទងជាមួយនឹង motor បុកបំបែកខ្នាតធំដែលមានលេខកូដ HM 1317C បាទយើងមកមើលចំណុចកន្លែងនេះមួយគឺមានអក្សរ AVT AVT នេះគឺតាក់ទងជាមួយនឹងបច្ចេកវិទ្យាកាត់បន្ថយរំញ័រមកលើអ្នកប្រើប្រាស់អញ្ចឹងមកថាអ្នកប្រើប្រាស់អត់សូវញ័រខ្លាំងទេ motor កម្លាំងដដែលដោយសារអីមានដុំបច្រាស់មួយនៅក្នុងតួ motor នៅពេលដែលចលនាបុកទៅមុខវារុញថយក្រោយដើម្បីឲ្យអ្នកប្រើប្រាស់ហ្នឹងអត់សូវទទួលរងកម្លាំងញ័រខ្លាំងបាទវាប៉ះពាល់ដល់ការប្រើប្រាស់ជាក់ស្ដែងដែរបាទហើយកន្លែងនេះគឺមានកន្លែងសេរីល្បឿនចំនួន5លេខលេខ1លេខ2លេខ3លេខ4លេខ5កន្លែងនេះគឺមានបង្ហាញអំពីឌុយបានភ្ជាប់ទៅជាមួយនឹងប្រព័ន្ធអគ្គិសនីខ្ញុំឧទាហរណ៍បាទនេះឌុយបាទនៅពេលដែលខ្ញុំដោតពឹបគឺលោតភ្លើងនៅនេះអញ្ចឹងឲ្យអ្នកប្រើប្រាស់ដឹងថាភ្លើងចូលហើយបាទយើងអាចប្រើប្រាស់បានហើយពេលខ្លះបងប្អូនអ្នកគ្នាប្រើប្រាស់ណាប្រើប្រាស់អត់មានភ្លើងសញ្ញានឹងបង្ហាញទេពេលខ្លះដោតទៅចុចអត់ដំណើរការគិតថាម៉ូទ័រខូចឬក៏ដាច់ភ្លើងឬអីផ្សេងៗបាទឆ្ងល់តែប្រភេទនេះគឺបង្ហាញហ្មងថាមានភ្លើងចូលហើយអញ្ចឹងបើសិនជាម៉ូទ័រមិនដំណើរការបាទថាម៉ូទ័រនឹងមានបញ្ហាហើយបាទហើយមួយទៀតកន្លែងនេះគឺខ្ជុងបាទខ្ជុងនៅពេលដែលខ្ជុងចិត្តអស់8ម៉ោងក្រោយអស់គឺវាបង្ហាញភ្លើងនៅហ្នឹងហើយអញ្ចឹងបង្ការអ្នកប្រើប្រាស់យកមកប្រើថ្ងៃស្អែកគឺអត់មានអីប្រើអញ្ចឹងទៅបាទអញ្ចឹងនៅពេលដែលអស់គឺយើងមានខ្ជុងនេះ CB 175បាទខ្ជុងនេះគឺប្រភេទខ្ជុងអូតូណាបាទនេះនៅខាងក្រោមប្រអប់ហ្នឹងគេដាក់ថា auto cut off brush បាទថានៅពេលដែលប្រើអស់គឺវាផ្ដាច់ដល់អូតូវាអត់ឲ្យមានបញ្ហាដល់គោលដុំភ្លើងទេបាទគោលដុំភ្លើងហ្នឹងគឺសំខាន់មែនតើដោយសារម៉ូទ័រថ្លៃដុំភ្លើងហ្នឹងទេបាទបើសិនជាខូចដុំភ្លើងហើយគឺពិបាកបាទអញ្ចឹងចំណុចទាំងអស់នេះគឺខ្ញុំបានបង្ហាញហើយនៅចំណុចមួយទៀតទាក់ទងជាមួយនឹងកុងតាក់ដំណើរការជាទូទៅម៉ូទ័រគឺកុងតាក់ច្បាច់បែបនេះមែនទេតែអត់ទេម៉ូទ័រមួយនេះកុងតាក់នេះខ្ញុំដកឲ្យវាហើបតិចដោយសារឲ្យកុំឲ្យញ័របាទបាទគឺកុងតាក់នៅនេះដើម្បីឲ្យយើងងាយស្រួលប្រើប្រាស់មិនពិបាកក្នុងការចម្បាច់កុងតាក់រហូតណាបាទអញ្ចឹងប្រហែលចំណុចនេះតាក់ទងជាមួយនឹងម៉ូទ័របុកបំបែកខ្នាតធំដែលមានលេខកូដ HM 1317C បាទសូមអរគុណ